ជំរាបសួរអ្នកទាំងអស់គ្នានឹងនេះខ្ញុំមកធ្វើការទៅលើ laptop profile ក៏ដូចជា roaming profile ផងដែរជាពីទំនាបដំបូងធ្វើការចូលទៅកាន់ File Explorer ក្នុង Windows Server របស់យើងចូលទៅកាន់ Drive C ហើយចូលទៅកាន់ User ហើយយើងធ្វើការបង្កើតទៅលើ folder មួយដែលមានឈ្មោះថាRoam local ហើយ user ហើយយើងក៏វាមួយតែ local នេះពីអាពីហើយមកចូលទៅកាន់ C របស់យើង user នេះយើងបង្កើតថ្មីមួយមក user ដាក់ឈ្មោះទៅអានេះ local នេះដាក់ roam file នេះហើយចុច file នេះចូលដល់ password ដាក់ password ទៅដែរនេះគឺ username របស់យើង log on មកយើងចុច finish ហើយយើង right click property profile ខាង Drive C user select PNG usernameយើងធ្វើការ OK ណាហើយយើងចូលទៅកាន់ដាក់អំណត់ណាprofile ចូលមកហើយយើងធ្វើការចាំតិចទៅតែយើងឃើញគឺ user call profile នេះអញ្ចឹងកន្លែងហ្នឹងគឺវាបានហើយនេះយើងមកធ្វើការបង្កើតទៅជា roaming profile មួយហើយខ្ញុំបង្កើតមួយទៀតឈ្មោះថា roaming HTTP ចុច enter វាយក property របស់វាមក series នេះកន្លែង advanced ខ្ញុំចុច tick កន្លែងនេះហើយ permission
ពីមូចោលយើងធ្វើការ add ទៅលើ admin ជាមួយនឹងក្រុមរបស់យើងហើយយើងទៅធ្វើការបង្កើតក្រុមទី1ក្រុមនេះគឺមាន member មាន client របស់យើងហើយ add ទៅកាន់ create ចុចញ៉ាំនេះការ add វាអូខេ file ទៅដល់នេះ property ការ add profile ចុចញ៉ាំអូខេធ្វើការ add ទៅការ add មាន filter របស់យើងចុច one final នេះមាន add នេះមាន add ពីកតុយនេះគឺថាអូខេអូខេ full allowed មកអូខេការ apply អូខេ apply អូខេនៅកន្លែង security គឺការ add នេះនេះគឺមកហើយបាន មួយពីរការ add ក្រុមរបស់យើងគឺហើយចុចជិតណាំហើយកន្លែងនេះសម្រាប់ដាក់អត់ border គឺចុចអូខេ apply ហើយយើង copy អានេះមកមកកាន់ក្រុម C របស់យើង property ខោខាត់ខាងហើយ user name នេះហើយ apply អូខេចុច share share អូខេដាច់ឥឡូវទៅមើលទៅកាន់ customer យើង swap roaming ធ្វើការចាំវាតិចទៅកន្លែងហ្នឹងហើយចូលកាន់ File Explorer ហើយ C